សួស្តីអ្នកទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំនិយាយតើតើនឹងការវិភាគតាមរយៈ tunnel link ហើយឬក៏ខ្លែងឡំព័ត៌មានឲ្យយើងចាញ់បោកបំពេញព័ត៌មានឲ្យគេចឹងទៅអ្នកទាំងអស់គ្នានេះគឺយ៉ាប្រហែលថ្ងៃមុនហ្នឹងខ្ញុំបានឃើញផុសមួយបែបនេះនៅលើ social media មួយដែលខ្ញុំសុំអត់បញ្ចេញឈ្មោះទេហើយយ៉ានេះគឺខ្ញុំបានធ្វើជា demo មួយឲ្យអ្នកគ្នាមើលពីរបៀបនិងដំណើរការរបស់ការខ្លែងបន្លំព័ត៌មាននេះថាវាដំណើរការបែបម៉េចហើយយើងត្រូវការពារបែបម៉េចគឺវាធ្វើឲ្យយើងបើសិនជាអ្នកឃើញអ្នកលេង game អ្នកអីចឹងទៅគេដាក់ឃើញបែបនេះគឺពិតfree គឺនឹងធ្វើតាមហើយព្រោះដោយសារអ្នកគ្នាអ្នកដែលធ្លាប់លេង game គឺដឹងហើយគឺរាល់ skin ហើយនឹងកាប់ភ្លើងមួយគឺថ្លៃខ្លាំងមែនតើចំពោះ game Free Fire អីហ្នឹងគឺវាមិនថ្លៃប្រហែលទេវាថ្លៃគួរសមដែរប៉ុន្តែចុះបើសុកគេឲ្យយើង free ណាគេថាមិនចង់បានអញ្ចឹងអ្នកគ្នានេះគឺប្រភេទ phishing បែបនេះគេហៅថាការ phishing នេះដើម្បីលួចទិន្នន័យរបស់យើងគឺលួច account យើងតែម្ដងហើយដំណើរការវាខ្ញុំនឹងធ្វើ demo ឲ្យអ្នកគ្នាមើលផ្ទាល់តែម្ដងគឺឲ្យអ្នកគ្នាយល់ពីតើហេតុអ្វីគ្រាន់តែយើងចុចលើ link គេសោះហើយបំពេញព័ត៌មានយើងមិនគោយើងបាត់ account បាត់អីចឹងទៅហើយឥឡូវខ្ញុំធ្វើការបង្ហាញឲ្យអ្នកគ្នាមើលនេះគឺជា demo មួយដែលខ្ញុំឲ្យអ្នកគ្នាបង្ហាញឲ្យអ្នកគ្នាយល់នៅពេលដែលយើងចុច link បែបនេះវានឹងឃើញបែបនេះហើយបន្ទាប់មកដើម្បីយើងបាន skin ដែលគេប្រាប់ថាដាក់ឲ្យនឹងគេតម្រូវយើង log in ជាមួយនឹង account កណនី Facebook ដែលភ្ជាប់ជាមួយ game Free Fire របស់យើងអញ្ចឹងខ្ញុំចុចចូលអានេះគឺវា load បែបនេះមកអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំធ្វើការបំពេញខ្ញុំដាក់ Gmail របស់ខ្ញុំដាក់ Gmail ហើយដាក់ password 1 2 3 4 5អញ្ចឹងទៅខ្ញុំចុចបង្ហាញនេះគឺ Gmail ហើយនឹង password 1 2 3 4 5ហើយបន្ទាប់មកអ្នកគ្នាខ្ញុំនឹងធ្វើការចុច login នេះអ្នកទាំងអស់គ្នាគឺវាមិនបាន skin ឬក៏បាន account ដែលគេបានប្រាប់នៅខាងដើមទេអ្នកគ្នានេះគឺវាមិនដូចនៅខាងដើមថាទទួលបាន skin ឬក៏បាន account អញ្ចឹងទៅគឺអត់បានទេប៉ុន្តែគឺនៅអ្នកដែលគេផ្ញើ link ឲ្យអ្នកទាំងអស់គ្នាគេនឹងទទួលបានគណនីរបស់អ្នកគ្នាដែលអ្នកគ្នាបាន log in នឹងបាញ់មិញគឺឥឡូវខ្ញុំនឹងសូ demo មួយគឺនេះអ្នកគ្នាខ្ញុំនឹងបើកឲ្យអ្នកគ្នាខ្ញុំចាំប៊ុំនេះអ្នកទាំងអស់គ្នាគឺ Gmail ហើយនឹង password Facebook ដែលខ្ញុំបាន login ចូលបាញ់មិញគឺវានឹងផ្ញើមកក្នុងដៃរបស់ attacker ឬក៏ hacker ដែលគេចង់បាន account របស់អ្នកទាំងអស់គ្នាអញ្ចឹងទៅហើយវីដេអូនេះគ្រាន់តែជា demo មួយសម្រាប់ឲ្យអ្នកគ្នាចេះការពារមិនរៀនអ្នកគ្នាឲ្យចេះ hack ចេះអីចឹងទេគឺវាជា demo ហើយគឺជាវីដេអូ example មួយឲ្យអ្នកគ្នាដឹងថាតើ phishing គេវាបែបម៉េចហើយដំណើរការវាបែបម៉េច phishing វាដំណើរការបែបខ្លែងបន្លំទិន្នន័យដែលឲ្យអ្នកប្រើប្រាស់បញ្ចូលទិន្នន័យរួចហើយវានឹងផ្ញើទៅកាន់ដៃ attacker ឬក៏ hacker ហើយ phishing អ្នកគ្នាត្រូវចាំថា phishing វាមានច្រើនប្រភេទនេះគ្រាន់តែ phishing មួយក្នុងចំណោម phishing ទាំងអស់ហ្នឹងទេគឺ phishing វាមានច្រើនប្រភេទណាស់អ្នកគ្នាគឺវាអាចខ្លែងបន្លំបានច្រើនជាងនឹងទៀតដូចជាខ្លែងបន្លំក្នុង Gmail ផ្ញើតាមលេខទូរស័ព្ទផ្ញើអីវាច្រើនបែបច្រើនងានទៀតតែក្នុងវីដេអូនេះខ្ញុំធ្វើតា demo មួយនៅលើ phishing ដើម្បីការពារខ្លួនពីការខ្លែងបន្លំឬក៏ hack ទៅលើកណនី Facebook យើងចាញ់បោកកុំឲ្យយើងចាញ់បោកពីការលួចយកទិន្នន័យ Facebook របស់យើងអញ្ចឹងទៅអ្នកគ្នាបាយហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបាយអ្នកគ្នាជួបគ្នានៅវីដេអូក្រោយ